ខេសួស្តីបងប្អូនទាំងអស់គ្នាចាអញ្ចឹងនៅក្នុងវីដេអូនេះអ្នកគ្រូសូមបង្ហាញបងប្អូនទាំងអស់គ្នាអំពី Save ចាអញ្ចឹងអ្វីទៅជា Save នៅក្នុងកម្មវិធី Microsoft Word អូខេតោះឥឡូវអ្នកគ្រូសូមបើកកម្មវិធី Microsoft Word មួយសិនចាយក blank document អូខេអញ្ចឹង Save គឺជារូបរាងនៅក្នុងកម្មវិធី Microsoft Word រូបរាងហ្នឹងមានជាប្រភេទរូបរាងធរណីមាត្រមានត្រីកោណមានចតុកោណកែងមានការ៉េមានពុកភាពបេះដូងមានគូបមានផ្កាយមានអីចឹងទៅអញ្ចឹងរូបភាពហ្នឹងគឺមានស្រាប់ប៉ុន្តែយើងក៏អាចធ្វើការគូសខ្លួនឯងបានដែរចាអញ្ចឹងដើម្បីយក save បានគឺយើងចូលទៅ insert ហើយយើងយកពាក្យថា save នេះ save ចានេះឃើញអត់ជាភេទរូបរាងដែលមានស្រាប់មានរង្វង់មានចតុកោណមានអីចឹងទៅមានបេះដូងដែរចឹងណាមានសញ្ញាបូកដកគុណចែកអូខេឥឡូវឧទាហរណ៍ថាអ្នកគ្រូយករូបបេះដូងចុះចាពេលដែលយើងយកហើយគឺវាព្រួញរបស់យើងមានសញ្ញាបូកចឹងយើងចុចសំទោសមិនព្រួញទេ cursor ពេលដែលយកអូខេឥឡូវអ្នកគ្រូសុំភាសាទៀតចឹង insert save បេះដូងនេះពេលដែលយើងយកមកហើយសញ្ញា cursor របស់យើងឃើញចេញសញ្ញាបូកអត់ចាអញ្ចឹងអានោះគឺសំដៅទៅលើ save រូបរាងនឹងអញ្ចឹងដើម្បីដាក់បេះដូងនឹងនៅលើសិលកិច្ចការរបស់យើងបានយើងចុចម៉ៅឆ្វេងឲ្យជាប់ចុចជាប់សិនកុំលែងដៃហើយទាញវាមកនេះឃើញអត់យើងនឹងបានរូប save នឹងមកអញ្ចឹងស្រឡាញ់ទំហំប៉ុណ្ណាយើងលែងដៃមកបានអូខេចង់បរិច្រួមគឺយើងធ្វើការបរិច្រួមបានគឺយើងត្រូវពង្រីកឬក៏បរួមផ្នែកខាងជ្រុងនេះហាមបរួមឡើងនេះហេតុអី3នេះពេលដែលយើងបរួមយ៉ាងហើយគឺរូបភាពរបស់យើងគឺខូចទ្រង់ទ្រាយតែម្ដងចាដើម្បីត្រឡប់មកទ្រង់ទ្រាយដើមវិញចុច Control បូកអក្សរសិតក៏បានចាអូខូចឧទាហរណ៍ថាខូចម្ដងទៀតចាឬក៏ចុចសញ្ញាព្រួយនៅខាងលើនេះតែរៀងដាច់បន្តិចតែបងប្អូនមើលព្រួយនៅខាងលើហ្នឹងចុចមួយបាច់មកចាអញ្ចឹងអានឹងមានន័យថាយើងត្រឡប់ក្រោយមួយជំហានចាអូខេបានបេះដូងហីចាអញ្ចឹងបេះដូងរបស់យើងគឺយើងអាចធ្វើការផ្លាស់ប្ដូរពណ៌បានយើងចូលមកកន្លែងនេះមកដូរពណ៌មកចាពណ៌អីបេះដូងក្រហមដាក់ពណ៌ក្រហមមកហើយបន្ទាត់ជុំវិញនេះខៀវៗនេះយើងហៅថាចា save សំទោស save outline ចាក្រហម C1 ខៀវអីចឹងទៅចង់ឲ្យ save outline រៀងធំនេះដាក់កម្រាស់ដូចនៅក្នុងលំហាត់មុនមកចង់ឲ្យមានដាច់គឺម៉េចនេះ dash ចាចង់ឲ្យវាចេញបានជាន់2ជាន់អាដាច់ហ្នឹងណាចង់ឲ្យវាមានជាន់ទៀតក៏បានដែរចូលមកឡើងដែរមកយក dash យកមកឡើងមកកន្លែង compound type នេះ compound type នេះយើងអាចរើសចំនួនជាន់ហើយមាន style ទៀតលើ3ជាន់ក៏បានចា2ជាន់តូចជាងធំជាងចាស្រឡាញ់មួយណាយកមួយនឹងមកអូខេនេះដោយរូបអ្នកគ្រូនេះចានេះដូចដាច់បានជាន់យើងហាមចតអូខេយើងចង់ទៅសេអក្សរធ្វើម៉េចទៅអត់បាក់ទេចុចមកស្ដាំយកពាក្យថា add text ចាសេមកបេះដូងស្មោះស្នេហ៍អីចឹងទៅឧទាហរណ៍ណាតែយើងកុំទាន់អាចមានស្នេហាក្នុងវ័យសិក្សាគ្រូគ្រាន់តែដាក់ឧទាហរណ៍ទេបេះដូងធ្លាក់ហើយស្មោះស្នេហ៍នេះធ្លាក់មកក្រោមព្រមបន្តិចមកកុំឲ្យវាដាច់ចាឃើញតើមកយើងមើលអក្សរហ្នឹងស៊ីមួយរូបភាពនៅស៊ីណាអក្សរពណ៌សចារូបភាពពណ៌ក្រហមផ្ទៃ background ចាបើសិនបើអក្សររបស់យើងក្រហមដែរមើលឃើញអត់ឃើញទេឃើញអត់បាត់ឈឹងអញ្ចឹងដូរដាក់ពណ៌ណាដែរធ្វើឲ្យអ្នកមើលហ្នឹងស្រួលមើលអញ្ចឹងណាចាអញ្ចឹងប៉ុណ្ណឹងស៊ីគ្នាចង់ដាក់ស្រមោលចាដូចនៅក្នុងរូបភាពមិញមានស្រមោលទៅអត់
ចឹងចូលឡើងនឹងដែរចូលស្មៅមើលនៅក្នុងនេះអត់មានទេត្រូវអត់ចឹងយើងចូលមកក្នុងអឺនេះ save effect ចា sorry ចូលខុសកន្លែង save effect ហើយយើងរកពាក្យថា reflection និយាយរួមឲ្យតែស្មៅឆ្លុះដូចនៅក្នុងរូបមិញណានេះឃើញឆ្លុះអត់នេះឆ្លុះចេះចាហ្នឹងយើងហៅ reflection នេះស្មៅនេះគឺ shadow ស្មៅនេះ shadow ស្មៅនេះ reflection ឆ្លុះមានន័យថាវាចាំងមកក្រោមឃើញនៅខាងស្មៅខាងក្រោមហ្នឹងគឺមានរូបភាពចាំងមកដល់ពេលស្មៅ shadow នេះអត់មានរូបភាពចាំងមកទេគឺវាជាស្មៅខ្មៅហ្មងចាតិចទៀតអ្នកគ្រូបង្ហាញយ៉ាងនេះដែរអូខេតោះទៅ shadow នេះគឺយើងចូលមក save effect សំទោស reflection ចានេះឃើញទេបានតោះឥឡូវអ្នកគ្រូទៅយកមួយទៀតគឺគូបមិញណាយក insert save ហើយយកជាប្រភេទគូបមក this one ចាគូបហើយយើងចង់បានស្មៅខាងក្រោយវាវិញចាអញ្ចឹងយើងចូលទៅ shadow នេះ shadow ស្មៅខ្មៅតែស្មៅដែលគេឲ្យនេះវាអត់ដូចទៅនឹងរូបភាពអ្នកគ្រូមិញទេទៅមើលរូបភាពភាសាទៀតណាឃើញអត់ឃើញស្មៅវាឆ្លុះវាចាំងទឹកក្រួយអត់តែនៅក្នុងនេះគឺអត់មានទេឃើញអត់មានទេបើយើងយកនេះមួយស្មៅប៉ុណ្ណេះហ្នឹងចាអត់ដូចអញ្ចឹងវិធីមួយទៀតគឺយើងអាចធ្វើការសេរីស្មៅដោយខ្លួនឯងយើងចូលយើងយកធម្មតាសិនមកហើយយើងត្រឡប់ទៅនេះ shadow option ជាចំណុចដំបូងគឺយើងមើលទៅនឹងចំណុច transparency អញ្ចឹង transparency បើយើងអត់បង្ហាញវាទេវាមើលអត់ឃើញទេចាហើយចំណុចបន្ទាប់ទៀតtransparent ធ្វើឲ្យវាផលិតយើងមិនបាច់តន់ធ្វើនឹងក៏បានដែរទំហំនេះស្មើនឹងរូបភាពប៉ុនគ្នា blur វាធ្វើឲ្យស្មើបែកបើយើងអត់ចង់ឲ្យបែកទេឥឡូវដាក់ដើមរបស់គេសិន0ទាំងអស់ទៅអត់0សិនទី1ចំណុចអ្វីចំណុចដំបូងដែលយើងត្រូវធ្វើដំបូងគឺ distance មានន័យថាចម្ងាយស្មើជាមួយនឹងរូបភាពរបស់យើងបើសិនជាវា0មានន័យថាវានៅត្រួតលើគ្នាមើលអត់ឃើញទេអញ្ចឹងយើងទាញឲ្យវារៀងឆ្ងាយបន្តិច distance ឆ្ងាយតិចទេត្រូវអត់ប៉ុន្តែអត់ទាន់ឃើញដែរចាដោយសារអីទំហំវា1អញ្ចឹងទំហំវាយើងដាក់100មកយើងអាចវាយចូលក៏បានដែរចាដាក់ហ្វុនអង់គ្លេស100នេះឃើញទេចេញមកហើយចាប៉ុន្តែវារៀងឆ្ងាយពេកបន្តិចតែមិនស្រមោលនឹងខ្មៅខ្លាំងមែនអញ្ចឹងយើងអាចដូរពណ៌មកឲ្យខ្មៅពេកវាលែងស្អាតអូខេប៉ុណ្ណេះអូខេចំណុចដែលយើងត្រូវធ្វើបន្តគឺ angle មានន័យថាមុំយើងចង់ឲ្យវានៅទិសដៅកន្លែងណានៃរូបភាពនេះឃើញអត់ពេលដែលយើងទាញមកទាំងអស់វាមាន360ណា359ចាដោយសារវាចាប់ផ្ដើមពី0ទៅចាអញ្ចឹងយើងស្រឡាញ់មុំប៉ុណ្ណេះទៅមុំទំនេះចាអញ្ចឹងសេរីចង្អាយរៀងចូលបន្តិចវិញមកអូខេឬក៏យើងចង់ឲ្យវារៀង blur រៀងព្រាលបន្តិចចាសេរី blur មកដាក់មួយមកប៉ុណ្ណេះមកហើយចានេះគឺ shadow អានេះគឺ reflection ខុសគ្នាពីរហ្នឹងណាមួយ reflection មួយ shadow អូខេអញ្ចឹងនេះសម្រាប់លំហាត់ទី1ដែលអ្នកគ្រូដាក់ឲ្យធ្វើតទៅមើលលំហាត់បន្តទៀតយើងមានលំហាត់ច្រើនដែរអូខេអានេះក៏ save ដែរគ្រាន់តែយើងទៅសេអក្សរចូលដូចនៅក្នុងហាងនឹងភោជនីយដ្ឋានអីយើងគេ design បែបហ្នឹងយើងយក save មកហើយយើង add text ដូចមិញណាចាយើងយក save ធម្មតាមកតែយើងអត់យកពណ៌អញ្ចឹងកន្លែង save field នេះយើងយក no field មក no field ទៅមកយើងមកស្ដាំយកឈរលើវាបានសិនមកស្ដាំសេអក្សរតែម្ដងអូខេទៅសេបានហើយតែពណ៌សដែរអញ្ចឹងយើង select លើអក្សរហ្នឹងមកដូរដាក់អក្សរពណ៌ខ្មៅវិញនេះសេបានហើយអូខេអូមួយទៀតអ្នកគ្រូភ្លេចប្រាប់ឧទាហរណ៍ថាកន្លែងនេះរូបភាពរបស់យើងមានរូបនៅក្នុងនឹងវិញ
Sẹp bao nhiêu miền hụt nó không nướng á. Chả chẳng dương thầm ấy. Sẹp phê nó. Dương đã chi hụt phê bình. Picture. Vô bên nè. Vô bên stock mà. Internet slow nè. Lên nó khu vô bên computer nó khu món nè. Ok. Vô bên nó không nè. Nè. Chôl mà. Cái nhá. Tập bắn năng tí. Đã hụt phê chôl. Dạ rồi rồi. Chắc là bây đề reflection có về trang chi hụt phê nó màu này. Hay lùm hạt tí phí cứ đã số nó không xẹp. Chẳng vô xẹp nó hay mà sẽ đám ệt tịch nó cái xì nó. Dạ hào. Ok, tỏ tơ lùm hạt một tiết từ table. Dạ, thua lùm hạt trơn tí chứ nè. Table. Table bên này tha chia tà ràng. Chẳng dùng bạc mớ. Nè, tà ràng. Dạ, chẳng ní cứ chia tà ràng. Chẳng tà ràng cứ dùng fra đầm bay đặt tên hình ấy. Rồi có dùng hai thả đồng rịp tên hình ấy. Từ 8 chua đế nâng chua chầu. Dạ. Chẳng chua đế cứ dân khơi việc bảo hành của mình để đôi header column xong tổ đôi header này table vào giường nít này chua thì mua ấy cái long pay room pay pro supervisor ấy dân tầng ok chẳng đầm bây giờ table dương châu mặc nón là cụ xong check enter châu tập page say ok là cụ bạn phép thằng còn muốn là dương add control enter đó chẳng lỡ là cụ sẽ chọn enter ví dụ page chẳng dương chọn control enterចូលទៅmột pageទៀតចាអញ្ចឹងយើងចូលទៅយកតារាងគឺយើងចូល insert ជារួមដើម្បីបន្ថែមអីមួយទៅក្នុងកម្មវិធីរបស់យើងគឺយើងចូល insert ហ្នឹងចាអញ្ចឹង table របស់យើងមានប៉ុន្មានទៅមើលសិនមើលអានេះយើងហៅ column គឺជាជួរឈរឈរកន្លែងលេខរៀងនេះមួយជួរពីរជួរ3ជួរ4ជួរ5ជួរចាដល់ពេលជួរដេកគឺបង្ហាញទិន្នន័យផ្ដេកចេះឬក៏យើងហៅថា row ចឹង row នេះក៏មួយ row ដែរចាចឹងខាងក្រោមមានប៉ុន្មានមាន10ជួរដេក10ជួរដេកបូកនឹងអានេះមួយទៀតគឺ11ចឹង11ជួរដេក5ជួរឈរត្រូវអត់អញ្ចឹងឥឡូវយើងទៅចូល insert table ហើយយើងទៅយក column មកប្រអប់គឺមួយ column នេះ5ណាប៉ុន្តែទៅបានមកជួរដេកអីឃើញអត់ទាញចូលមកក្រោមមកបានមកជួរដេកមួយទៀតអញ្ចឹងជួរដេករបស់យើងមានប្រមាណមិញមាន11ទៅអត់ពេលយើងយកបានហើយយើងចុចបាច់មកតែឥឡូវមានប៉ុន្មានអូខេអញ្ចឹងពេលយើងទៅសេអក្សរយើងដាក់ចូលក្នុងប្រអប់ហ្នឹងឲ្យទៅសេអូខេឧទាហរណ៍7ធ្វើម៉េចមកបានថែមទៀតឈរលើជួរនឹងមកឬក៏ថាយើងចង់បន្ថែមប៉ុន្មានជួរទៀតបន្ថែម3ជួរទៀតឲ្យបានដល់10ទៅអត់ select លើ3ជួរនឹងមកចាចូលមកក្នុងlayout insert below insert above មានន័យថាបន្ថែម3ជួរហ្នឹងនៅខាងលើជួរដែលយើងកំពុង select ដល់ពេល insert below មានន័យបន្ថែម3ជួរទៀតនៅខាងក្រោមជួរដែលយើងកំពុង select អញ្ចឹង insert below នេះឃើញអត់8 9 10ចង់លុបវិញถ้าចង់លុបមួយនេះវិញអញ្ចឹងយើងត្រូវដឹងថាយើងចង់លុប row ឬ column ជួរដេកឬជួរឈរអញ្ចឹងយើងចង់លុបជួរដេកឈរលើវា select លើវាខ្ញុំមកចា delete អញ្ចឹងវាសួរយើង delete អីគេអញ្ចឹងយើងកំពុងតែឈរទៅលើ row ជួរដេកអញ្ចឹងយើង delete row ឃើញបាត់ទេចុះ column ចង់លុបមួយនេះឧទាហរណ៍អញ្ចឹង delete ជួរឈរវិញអញ្ចឹងជួរឈរគឺយើងហៅ column ចុះចង់លុបទាំងអស់យើងហៅ table delete table ចាឥឡូវអ្នកគ្រូទុកសិនអញ្ចឹងនៅក្នុង table របស់យើងក៏មានតម្រឹមអក្សរដែរហើយនៅក្នុងប្រអប់មួយនេះយើងហៅថា cell អញ្ចឹងប្រអប់ហ្នឹងគឺអក្សររបស់យើងមានតម្រឹមដល់ទៅ9ឃើញអត់អានេះកដាលហើយកដាលទៀតខាងលើហើយកដាលកន្លែងនេះខាងជួរលើ
ជួរលើឆ្វេងជួរលើកណ្ដាលជួរលើស្ដាំកណ្ដាលឆ្វេងកណ្ដាលចំកណ្ដាលតែម្ដងហើយនឹងកណ្ដាលស្ដាំគេចង់ឲ្យនៅកណ្ដាលគឺហើយចង់បរិយារួមដូចមិញអ្នកគ្រូបរិយាភ្លេចប្រាប់នេះដាក់ cursor ឲ្យចំខ្សែឲ្យចេញក្បាលព្រួយ2នេះបរិយាទាញមកក្រោមបរិយាកាន់តែធំរួមទាញទៅលើវាតូចឃើញអានេះរោដល់ពេលកលឹមដូចគ្នាចង់រួមវិញអក្សរកន្លែងលេខនេះត្រូវការធំនេះទួយទាញវាតូចអូខេអញ្ចឹងបញ្ចូលទិន្នន័យមកអ្នកគ្រូសូមបង្ហាញប៉ុណ្ណឹងហើយវាយលេខវាយអីធម្មតាមកណាអូខេអញ្ចឹងអ្នកគ្រូសូមបង្ហាញប៉ុណ្ណឹងនេះជាលំហាត់អនុវត្តយើងមានលំហាត់ចំនួន3អញ្ចឹងសង្ឃឹមថាបងប្អូនមើលវីដេអូនេះហើយអាចអនុវត្តបានចា៎អញ្ចឹងអ្នកគ្រូសូមអរគុណ